អ្នកគ្រប់គ្រងជ្រុលនិយមនៃរបបអ៊ីរ៉ង់បានព្រមានអំពីការធ្វើរដ្ឋប្រហារនៅជួរថ្នាក់ដឹកនាំថ្មីរបស់អ៊ីរ៉ង់ខណៈដែលមេដឹកនាំកម្ពុជាលោកមួយតាបាខាម៉ានីនៅតែមិនទាន់បង្ហាញខ្លួននៅលើអេក្រង់ទូរទស្សន៍ឬជាសាធារណៈនៅឡើយគណៈបកនយោបាយស្ដាំនិយមជ្រុលនៃសាធារណរដ្ឋអ៊ីស្លាមបានសង្ស័យជាយូរមកហើយថាមន្ត្រីចិនខ្ពស់របស់អ៊ីរ៉ង់បានចោះចាញ់សហរដ្ឋអាមេរិកតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារណសេភេដារីឬរណសេអត់ធ្មត់ដែលជួនកាលត្រូវបានគេហៅថាកម្ពុជាអ្នកបដិវត្តន៍ជឿជាក់ថាខ្លួនពួកគេគឺជាអ្នកការពារគុណតម្លៃនៃបដិវត្តន៍ឆ្នាំ1979ហើយពួកគេកាន់កាប់តំណែងសំខាន់ៗនៅពីក្រោយស្ថានីយទូរទស្សន៍ជាតិ IRIB ក្រុមតឹងរឹងទាំងនោះបានបន្តចោទប្រកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលរួមមានប្រធានាធិបតី Masoud Pezeshkian អ្នកការទូតកម្ពុជា Abbas Araghchi និងប្រធាននៃចរចា Mohammad Bagher Ghalibaf ថាបានប្រើប្រាស់ឱកាសក្នុងពេលអវត្តមានរបស់មេដឹកនាំកម្ពុជា Mujtaba Khamenei ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងនឹងសភានិងឧត្តមគតិរបស់ខ្លួននៅក្នុងរយៈពេលប្រមាណថ្ងៃមុនពិធីបុណ្យសពរបស់អតីតមេដឹកនាំកម្ពុជាលោក Ali Khamenei សមាជិកគណៈបករណសេភេដារីលោក Mahmoud Nabavin បានអំពាវនាវដល់អ្នកស្មោះត្រង់នឹងរបបនេះឲ្យលើកទងសងសឹកចំពោះឈាមរបស់លោកនិងឈរឲ្យបានរឹងមាំប្រឆាំងនឹងរដ្ឋប្រហារនៅក្នុងសេចក្តីថ្លែងការណ៍លើបណ្ដាញសង្គមយោងតាមលោក Nabavin និងរណសេអត់ធ្មត់លោក Pezeshkian និងថ្នាក់ដឹកនាំដែលបង្ហាញមុខជាសាធារណៈរបស់អ៊ីរ៉ង់បានប្រើប្រាស់ការវត្តមានរបស់មេដឹកនាំកម្ពុជាថ្មីដោយសារលោកមួយតាបាមិនទាន់ឃើញបង្ហាញខ្លួនជាសាធារណៈចាំតាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី28កុម្ភៈដើម្បីមិនគោរពតាមបញ្ជានិងក្តាប់អំណាចសម្រាប់ខ្លួនឯងលោក Aras Azizi អ្នកជំនាញខាងកិច្ចការអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប្រាប់ CNN ថាការបន្តអវត្តមានរបស់លោកមួយតាបាមានន័យថាពួកគេមិនអាចតាក់ទងលោកបានហើយលោក Ghalibaf និងសម្ព័ន្ធមិត្តកំពុងកាន់កាប់ប្រទេសយ៉ាងមានប្រសិទ្ធភាពដូច្នេះហើយក្រុមស្ដាំនិយមជ្រុលបានចោទប្រកាន់លោក Ghalibaf និងលោក Pezeshkian ថាបានរៀបចំរដ្ឋប្រហារប្រឆាំងនឹងលោកមួយតាបាសមាជិករណសេភេដារីលោកកាំរ៉ាន់ហ្កាហ្សាន់ហ្វារីបានចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមខែនេះថាពួកគេកំពុងព្យាយាមលើកកម្ពស់តួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខជាតិកម្ពុជាខណៈពេលដែលកាត់បន្ថយតួនាទីរបស់មេដឹកនាំកម្ពុជានិងសភានៅឯការជួបជុំសាធារណៈក្នុងទីក្រុងតេហេរ៉ង់លោកកាហ្សាន់ហ្វារីបានលើកឡើងបន្ថែមទៀតថាលោក Ghalibaf មានចេតនាប្រងើយកន្តើយនិងការណែនាំជាក់លាក់ចំនួន3ដែលមិនអោយចូលរួមក្នុងការចរចាលើបញ្ហានុយក្លេអ៊ែរយោងតាមសារព័ត៌មាន Iran International លោកបាននិយាយថាការណែនាំទាំងនោះត្រូវបានផ្ដល់ឲ្យនៅថ្ងៃទី4មេសាថ្ងៃទី18មេសានិងនៅដើមខែឧសភាទោះបីជាយ៉ាងណាក៏ដោយលោក Ghalibaf បានអះអាងថាលោកដើរតាមនិងគោរពតាមមេដឹកនាំកម្ពុជាប៉ុន្តែសកម្មភាពរបស់លោកមិនស្របគ្នានឹងសម្ដីនោះឡើយដោយឡែកលោក Hamid Reza Azizi អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់កិច្ចការអន្តរជាតិនិងសន្តិសុខបានប្រាប់ CNN ថាជាពិសេសលោក Ghalibaf បាននឹងកំពុងព្យាយាមផាត់ក្រុមតឹងរឹងឲ្យទៅគៀនលោកបានបន្តថាពួកគេបង្កជាបន្ទុកធ្ងន់ពេកសម្រាប់ប្រព័ន្ធដឹកនាំហើយពួកគេកំពុងយកការប្រជែងគ្នារបស់ពួកគេមកបង្ហាញជាសាធារណៈជាពិសេសនៅពេលដែលស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់កាន់តែមិនស្ថិតស្ថេរទោះបីជាមានការជឿជាក់ពីប្រធានាធិបតីអាមេរិកលោក Donald Trump ថាមេដឹកនាំថ្មីរបស់អ៊ីរ៉ង់មានភាពជ្រុលនិយមជាងមេដឹកនាំមុនក៏ដោយក៏ការបន្តឆ្លោះប្រកែកគ្នាផ្ទៃក្នុងរវាងសភាក្នុងទីក្រុងតេហេរ៉ង់និងអ្នកដឹកនាំប្រទេសបានបង្ហាញនៅរូបភាពខុសពីនេះអ្នកគ្រប់គ្រងឧត្តមគតិនៃរបបអ៊ីស្លាមឆ្នាំ1979នៅតែមានវត្តមានយ៉ាងច្រើនហើយពួកគេនឹងមិននៅស្ងៀមឡើយចំពោះសកម្មភាពរបស់របបនេះជាមួយសហរដ្ឋអាមេរិកទោះបីជាពួកគេមានចំនួនតិចតួចក៏ដោយក៏ក្រុមតឹងរឹងទាំងនេះតំណាងឲ្យផ្នែកដ៏សំខាន់មួយនៃប្រជាជនអ៊ីរ៉ង់ដែលមិនយល់ស្របនឹងវិធីសាស្ត្រការទូតរបស់ថ្នាក់ដឹកនាំពួកគេឡើយ